កាធនាគារមកជាសំណងប៉ុន្តែនាងបដិសេធមិនទទួលហើយប្រគល់ឯកសារលែងលះទៅអ្នកបម្រើនាងសម្រេចចិត្តត្រឡប់ទៅធ្វើការនៅមន្ទីរពេទ្យវិញក្នុងនាមជាគ្រូពេទ្យដ៏ពូកែការស្វែងរករបស់ប្តីគិតថាប្រហែលជាប្រពន្ធបដិសេធកាធនាគារដោយសារចំនួនប្រាក់តិចពេកដូច្នេះគាត់បានរៀបចំទ្រព្យសម្បត្តិមួយសម្រាប់នាងប៉ុន្តែមូលហេតុពិតគឺគាត់ស្រឡាញ់ស្ត្រីផ្សេងម្នាក់ដែលមានជំងឺធ្ងន់ធ្ងរដើម្បីសង្គ្រោះនាងគាត់បានស្វែងរកគ្រូពេទ្យវះកាត់ជុំវិញពិភពលោកការលាតត្រដាងដ៏គួរឲ្យភ្ញាក់ផ្អើលទីបំផុតជំនួយការរបស់ប្តីបានរកឃើញគ្រូពេទ្យវះកាត់សរសៃប្រសាទដែលគាត់ស្វែងរកជាយូរមកហើយតែគាត់បែរជាភ្ញាក់ផ្អើលពេលដឹងថាគ្រូពេទ្យនោះគឺជាអតីតភរិយាដែលទើបតែលែងលះគ្នាថ្មីនេះការប្រឈមមុខនៅមន្ទីរពេទ្យនៅថ្ងៃដំបូងក្នុងនាមជាគ្រូពេទ្យនាងបានជួបអ្នកជំងឺម្នាក់ដែលមានអាការៈធ្ងន់ធ្ងរក្រុមគ្រួសារអ្នកជំងឺសង្ស័យលើសមត្ថភាពរបស់នាងអតីតប្តីរបស់នាងបានមកដល់ហើយបញ្ជាក់ថានាងជាគ្រូពេទ្យឆ្នាំទីបំផុតក្រុមគ្រួសារបានអនុញ្ញាតឲ្យនាងព្យាបាលអ្នកជំងឺគោលបំណងនៅពីក្រោយជំនួយបន្ទាប់ពីការព្យាបាលដោយជោគជ័យអតីតប្តីរបស់នាងបានស្នើសុំនាងឲ្យជួយសង្គ្រោះគូស្នេហ៍របស់គាត់ដែលមានជំងឺធ្ងន់ធ្ងរកាតព្វកិច្ចរបស់គ្រូពេទ្យនាងសម្រេចចិត្តបំពេញកាតព្វកិច្ចរបស់ខ្លួនជាគ្រូពេទ្យហើយក៏ធ្វើការវះកាត់សង្គ្រោះគូស្នេហ៍របស់អតីតប្តីនោះ